សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះអញ្ចឹងថ្ងៃនេះដែរគឺខ្ញុំចង់មកចែកម្លែកតាក់ទងពី technique មួយចំនួនដែលយើងអាចប្រើប្រាស់បាននៅក្នុងកម្មវិធី Word ហើយវាធ្វើឲ្យការងាររបស់យើងគឺបានលឿនជាងមុនអញ្ចឹងចំណុចទាំងអស់នេះគឺខ្ញុំបានរៀនពីលោកគ្រូរបស់ខ្ញុំដែរគឺគាត់បានបង្រៀនខ្ញុំនៅសាកលវិទ្យាល័យខ្ញុំគិតថាវាមានប្រយោជន៍ហើយខ្ញុំក៏ចង់មកចែកម្លែកជូនអ្នកទាំងអស់គ្នាដែរហើយនៅក្នុងចំណុចទាំងអស់ខ្ញុំលើកយកមកបង្ហាញថ្ងៃនេះគឺមិនមែនមានតែប៉ុណ្្នឹងទេនៅក្នុងកម្មវិធី Word គឺវាមានច្រើនមែនទែនប៉ុន្តែនេះគឺជាអីដែលខ្ញុំអាចចែកម្លែកបានគឺខ្ញុំនឹងចែកម្លែកតាមដែលខ្ញុំអាចធ្វើទៅបានចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅចំណុចទី1របស់យើងទាំងអស់គ្នាចំណុចទី1របស់យើងនោះគឺតាក់ទងអំពី template គឺអ្នកទាំងអស់គ្នាដឹងហើយថាវាគឺជាមុខងារមួយដែលយើងអាចទាញយកនៅគំរូស្រាប់ដែលគេបានបង្ហោះចូលទៅក្នុងកន្លែង template ហ្នឹងវាមានច្រើនទម្រង់ដូចជា CV ឬក៏ cover letter ហ្នឹង certificate ឬមួយក៏ជាប្រភេទមនុយម្ហូបអាហារហើយនឹងវីដេអូអីផ្សេងទៀតដែលគេធ្វើជាគំរូស្រាប់ហើយយើងអាចទាញយកមក free យកមកកែដាក់ព័ត៌មានរបស់យើងទៅវានឹងក្លាយជាព័ត៌មានរបស់យើងថ្មីហើយតែយើងយកគំរូរបស់គេមកធ្វើហ្នឹងអញ្ចឹងជាដំបូងទាំងអស់គ្នាធ្វើការបើកកម្មវិធី Microsoft Word របស់យើងធម្មតាមកនៅពេលដែលយើងបើកហើយគឺវានឹងចេញនៅផ្ទាំងបែបហ្នឹងអញ្ចឹងបន្ទាប់ពីចេញអញ្ចឹងហើយយើងចាំវាបន្តិចទៅដើម្បីវាដំណើរការបានល្អក្រោយមកទៀតគឺយើងចុចចូលមកកន្លែង new តាមខ្ញុំនឹងមកហើយយើងនឹងឃើញកន្លែង search for online templates អញ្ចឹងកន្លែងដែលខ្ញុំបង្ហាញហ្នឹងកន្លែងហ្នឹងគឺជាកន្លែងដែលយើងអាច search យកនៅគំរូមួយចំនួនដែលខ្ញុំបានរៀបរាប់នៅខាងលើអញ្ចឹងនៅកន្លែងហ្នឹងដែរគឺវាមានច្រើនជាងខ្ញុំរៀបរាប់ទៀតគឺវាមានជាប្រភេទគំរូជាច្រើនអញ្ចឹងឥឡូវយើងសាកល្បងយកគំរូមួយមកបង្ហាញអ្នកទាំងអស់គ្នាអញ្ចឹងយើង search ទៅ cover letter អញ្ចឹងមកអញ្ចឹងវាមានច្រើនទម្រង់តាក់ទងពី CV ហ្នឹងគឺយើងអាចយកមួយណាក៏បានដែរសំខាន់គឺវា free ទេអញ្ចឹងឥឡូវខ្ញុំធ្វើការជ្រើសរើសយកមួយដើម្បីមកបង្ហាញអ្នកទាំងអស់គ្នាអញ្ចឹងពេលដែលយកហើយគឺយើងចុចកន្លែង create ហ្នឹងមកចុច create ហើយចាំវាបន្តិចទៅគឺវានឹង download យកមកឲ្យយើងហើយអញ្ចឹងដល់ពេលដែលវាបានមកអញ្ចឹងហើយគឺយើងធ្វើការកែព័ត៌មានរបស់យើងដាក់ចូលទៅគឺវានឹងក្លាយជា CV របស់យើងហើយរូបភាពក៏យើងអាចដូរបានតាមនឹងដែរហើយសម្រាប់នៅចំណុចទី2គឺតាក់ទងជាមួយនឹងការ save auto អញ្ចឹងការ save auto នេះគឺវាមានសារៈប្រយោជន៍ច្រើនដែរពីព្រោះអីពេលខ្លះគឺយើងអត់ដឹងថាកុំព្យូទ័រយើងមានបញ្ហាអីឬក៏វាអាចដាច់ភ្លើងឬក៏មានបញ្ហាអីមួយដែលកាត់ឡើងដោយអត់បានត្រៀមទុកអញ្ចឹងនៅពេលដែលយើងកំពុងតែធ្វើឯកសាររបស់យើងផ្សេងដូចជាធ្វើការឬមួយក៏តាក់ទងជាមួយនឹង assignment នៃរបស់យើងអញ្ចឹងគឺវាស្រាប់តែរលត់កុំព្យូទ័រឬមួយក៏មានបញ្ហាអីមួយទៅប្រការណាមួយអញ្ចឹងទៅវាក៏ធ្វើឲ្យឯកសាររបស់យើងហ្នឹងគឺវាបាត់ដោយសារយើងអត់បានចុច control F ដោយសារយើងអត់ទាន់បានចុច save ចុច control A អញ្ចឹងទៅអញ្ចឹងកន្លែង save auto ហ្នឹងគឺវាអាចជួយកាត់បន្ថយនៅហានិភ័យដែលវា save auto ហ្មងដែលយើងអត់ចាំបាច់ចុច save ដោយខ្លួនឯងទេវានឹងចុច save auto នៅពេលយើងបានកំណត់នៅមុខងារវាមួយហ្នឹងអញ្ចឹងដូចជាខ្ញុំទៅសេពាក្យថា hello ចុះបន្ទាប់ពីយើងទៅសេឯកសារហើយគឺយើងចុចមកកន្លែងពាក្យថា file ចុចមក file គឺអ្នកនរគ្នានឹងឃើញតម្រងបែបហ្នឹងគឺអ្នកនរគ្នាសូមមើលមកខាងក្រោមចុចពាក្យថា option តបមកទៀតចុចពាក្យថា save ហើយអ្នកទាំងអស់គ្នានឹងឃើញនៅកន្លែងដែលខ្ញុំបង្ហាញហ្នឹងអញ្ចឹងកន្លែងហ្នឹងគឺជាកន្លែងដែលយើងត្រូវកំណត់នៅនាទីដែលយើងចង់ឲ្យឯកសាររបស់យើងមួយហ្នឹងគឺវា save auto ខ្លួនឯងនៅប្រហែលនាទីអញ្ចឹងកន្លែងទៅហ្នឹងគឺវាមានចាប់ពី1នាទីរហូតដល់120នាទីអញ្ចឹងមានន័យថារយៈពេលចាប់ពី1នាទីរហូតដល់2ម៉ោងដែលវាចុច save auto អញ្ចឹងទាំងអស់គ្នាអាចជ្រើសរើសយកនាទីមួយណាក៏បានដែរអញ្ចឹងនៅកន្លែងនេះដែរគឺខ្ញុំជ្រើសរើសយក5នាទីដើម្បីឲ្យវា save auto បន្ទាប់ពីយើងបានកំណត់នៅនាទីដែលយើងចង់បានរួចហើយតមកទៀតគឺយើងចុចពាក្យមកខាងក្រោមហ្នឹងថាអូខេមកគឺវានឹងកំណត់ទៅមុខងារមួយហ្នឹងហើយអញ្ចឹងឯកសាររបស់យើងគឺនៅ5នាទីក្រោយគឺវានឹងចុច save auto ដែលយើងអត់ចាំបាច់ចុច control S អីខ្លួនឯងទេបាច់ចុច save ខ្លួនឯងទេហើយសម្រាប់នៅចំណុចទី3គឺមុខងារហ្នឹងគេហៅថា call me គឺកន្លែងហ្នឹងគឺវា
ជាកន្លែងមួយដែលភាគច្រើនយើងអាចនឹងអត់សូវដឹងឬក៏អត់សូវមានអ្នកបានប្រើទេអញ្ចឹងកាលណាដែលយើងបានប្រើប្រាស់នៅមុខវា Call Me ហ្នឹងគឺវាអាចជួយឲ្យការងាររបស់យើងគឺបានលឿនជាងមុនពីព្រោះថា Call Me គឺវាអត់ខ្វល់ថា icon ដែលយើងបាន search ជា keyword ហ្នឹងវានៅកន្លែងណាទេប៉ុន្តែសំខាន់គឺវានឹងទៅរកឲ្យយើងយកមកឲ្យយើងប្រើបានឧទាហរណ៍ថាដូចជាយើងចង់ insert picture អីអញ្ចឹងយើងអត់ដឹងថា picture ហ្នឹងគឺយើងត្រូវចុចទៅកន្លែង file កន្លែង home ឬក៏កន្លែង insert ឬក៏កន្លែងណាទេប៉ុន្តែយើងចាំ keyword របស់វាគឺ picture ដល់ពេលដែលយើងចុច search តែ picture អញ្ចឹងទៅគឺវានឹង load ចេញនៅ icon picture ហ្នឹងគឺឲ្យយើងប្រើប្រាស់បានតែម្ដងអញ្ចឹងវាអាចធ្វើឲ្យយើងចំណេញពេលវេលាជាងមុនធ្វើឲ្យការងាររបស់យើងគឺបានលឿនជាងមុនឥឡូវគឺយើងធ្វើការ search ថា picture ទាំងអស់គ្នាដើម្បីចង់ដឹងថាវាដំណើរការក៏អត់ចឹងឥឡូវគឺយើង search មកបន្ទាប់មកគឺយើងនឹងឃើញ icon picture ចេញមកហើយកន្លែង insert picture គឺយើងចុចពីលើហ្នឹងមកបន្ទាប់មកគឺវានឹងនាំយើងទៅកន្លែងដែលយើងអាចជ្រើសរើសរូបភាពអីផ្សេងមកបានហើយយើងក៏ចុច insert ទៅគឺរូបភាពហ្នឹងគឺវានឹងចេញមកលោតនៅលើផ្ទាំងរបស់យើងហ្នឹងហើយអញ្ចឹងគឺរួចជាការស្រេចសម្រាប់នៅចំណុចទី4ចំណុចចុងក្រោយគេគឺតាក់ទងអំពីការបំលែង file ពី file Word ទៅជា file PDF ពីព្រោះអីខ្ញុំយល់ឃើញថាការបំលែង file PDF ហ្នឹងគឺវាអត់ជាពិបាកណាស់ណាទេប៉ុន្តែនៅតែមានអ្នកមួយចំនួនគឺគាត់អត់ទាន់បានយល់ពីរឿងហ្នឹងអញ្ចឹងខ្ញុំក៏លើកយកមកបង្ហាញនៅក្នុងវីដេអូនេះដែរអញ្ចឹងជាដំបូងគឺខ្ញុំនឹងធ្វើការវាបញ្ចូលពាក្យ PDF តែម្ដងដើម្បីឧទាហរណ៍អ្នកទាំងអស់គ្នាមើលមកទៀតគឺយើងចុចមកកន្លែង file មកបន្ទាប់មកគឺវានឹង load មកកន្លែង save as អញ្ចឹងយើងគឺយកពាក្យថា browser កន្លែងហ្នឹងបន្ទាប់មកទៀតគឺនេះជាកន្លែងដែលសំខាន់ដោយសារតែកន្លែង file name ហ្នឹងគឺយើងដាក់ឈ្មោះ file ធម្មតាទៅដាក់អីក៏ដាក់ទៅប៉ុន្តែកន្លែង save as ថៃហ្នឹងគឺយើងត្រូវតែយកជ្រើសយកពាក្យ PDF ដើម្បីបំលែង file ហ្នឹងឲ្យទៅជា PDFចឹងពេលដែលយើងអត់បានជ្រើសរើសកន្លែងខាងក្រោម save as ថៃហ្នឹងទៅជា PDF ទេពេលដែលយើងចុច save ទៅគឺវានឹង load ទៅជា file Word ហើយអញ្ចឹងនៅពេលដែលយើងដាក់រួចគឺយើងចុច save មកវានឹង load មកជា file PDF ហើយនេះគឺជា file PDF របស់យើងអញ្ចឹងនៅថ្ងៃនេះដែរគឺវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នេះឯងគឺខ្ញុំមានតែ4ចំណុចនេះទេដើម្បីមកធ្វើការចែករំលែកអញ្ចឹងខ្ញុំសូមជូនពរឲ្យអ្នកទាំងអស់គ្នាទទួលបានសុខភាពល្អនិងជោគជ័យនៅគ្រប់កិច្ចការដែលអ្នកទាំងអស់គ្នាបានធ្វើជួបគ្នានៅវីដេអូក្រោយៗទៀត